យុវតីកំព្រាឪពុកងាយរងគ្រោះមួយគ្រួសារក្នុងឃុំមហាលៀបស្រកោសសិទិនទទួលបានអំណោយមនុស្សធម៌របស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមព្រឹកថ្ងៃច័ន្ទ5រោចខែកដិកឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025លោកជំទាវប៉ាងដានីអនុប្រធានអចិន្ត្រៃយ៍សាខានិងជាអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់អាយុឧត្តមអូនចិន្តាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរួមជាមួយលោកជំទាវអៀមវ៉ានីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកសកព្រមទាំងក្រុមការងារបានអញ្ជើញចុះទៅដល់ភូមិចុងព្រែកឃុំមហាលៀបស្រកោសសិទិនដើម្បីសួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌ផ្ដល់ជូនយុវតីកំព្រាឪពុកឈ្មោះសារ៉ាន់ធីរ៉ាអាយុ16ឆ្នាំដែលមានម្ដាយជាស្ត្រីមេម៉ាយទុរគតមានកូនប្រុសស្រី5នាក់ក្នុងបន្ទុកគឺកូនស្រី1នាក់មានគ្រួសារបានបែកទៅនៅភ្នំពេញកូនប្រុសស្រី2នាក់ទៀតឈប់រៀនដើរធ្វើកម្មករស៊ីឈ្នួលគេក្នុងភូមិនិងកូនស្រី2នាក់ទៀតរួមទាំងយុវតីសារ៉ាន់ធីរ៉ាផងដែរដែលកំពុងរៀនថ្នាក់ទី5និងថ្នាក់ទី2នៃសាលាបឋមសិក្សាមហាលៀបក្នុងស្រុកកោះសិទិនខេត្តកំពង់ចាមគួររំលឹកថាស្ត្រីមេម៉ាយទុរគតរុកនេះជាគ្រួសារដែលងាយរងគ្រោះហើយខ្វះខាតជីវភាពយ៉ាងខ្លាំងគ្រួសារនេះរស់នៅពឹងផ្អែកលើការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមត្ថក្រមួយហើយស្ត្រីជាម្ដាយក៏មិនមានដើមទុននិងមុខរបរច្បាស់លាស់ទេរាល់ថ្ងៃគាត់ដើរស៊ីឈ្នួលដកស្ទូងច្រូតកាត់ឬរកក្តាមខ្យងគ្រាន់បានកម្រៃគប់ផ្សំគ្នាចិញ្ចឹមកូនហើយយុវតីសារ៉ាន់ធីរ៉ាក្រោយពេលឪពុកបានធ្វើមរណកាលទៅក៏បានបង្ខំចិត្តរៀនផងស៊ីឈ្នួលផងឡើងបេះផ្លែស្លាផងតាំងពីអាយុ7ឆ្នាំរហូតមកដែលក្នុងមួយថ្ងៃរកប្រាក់ចំណូលបាន10000រៀលឬ15000រៀលគ្រាន់បានថវិកាជួយផ្គត់ផ្គង់ទិញសម្ភារៈសិក្សាខ្លួនឯងផងនិងប្អូនស្រីផងពិនិត្យស្ថានភាពនិងតម្រូវការជាក់ស្ដែងរបស់គ្រួសារនេះឧត្តមអ៊ុនចិន្តាប្រធានគណៈកម្មាធិការសាខាបានសម្រេចចិត្តផ្ដល់អំណោយមនុស្សធម៌សម្រាប់ផ្គត់ផ្គង់ជីវភាពជូនគ្រួសារទុរគតនេះរួមមានអង្ករ100គីឡូក្រាមមី2កេសទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរត្រីខ2យួរប្រេងឆា4ដបសាប៊ូម្សៅ4កញ្ចប់សាប៊ូកក់សក់25កញ្ចប់តូចថ្នាំនិងច្រាសដុសធ្មេញ6សម្រាប់កន្ទេល2ខេត2សម្រាប់និងថវិកា1លានរៀលក្នុងឱកាសនោះលោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន100,000រៀលជូនយុវតីមានពិការភាពមួយនាក់ឈ្មោះឡៃហៀងអាយុ25ឆ្នាំផងដែរសូមអរគុណសម្ដេចហ៊ុនសែននិងប៊ុនរ៉ានីហ៊ុនសែននឹងឲ្យគាត់សុខភាពល្អឲ្យជឿនយូរហើយគាត់បានមកជួយខ្ញុំឲ្យគាត់ចេះតែសុខភាពល្អនេះទៅចាំខ្ញុំនេះគាត់ជួយខ្ញុំហើយអាដាមហ៊ុនចិន្តានឹងគួរសុខភាពល្អឲ្យអាយុជឿនយូរ